ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសិនពុចិន្តាជាគរុនិស្សិតបរិញ្ញាបត្របូក1មកវិធានសូមជូនវីដេអូសង្ខេបមេរៀនសប្តាហ៍ទី6ដែលតកតងនឹងបលុំតាក់សូណូមីការរៀបចំនិងការបង្កើតតេស្តតើអ្វីជាបលុំតាក់សូណូមីបលុំតាក់សូណូមីជាទ្រឹស្ដីមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1956ដោយលោក Benjamin Bloom ក្នុងគោលបំណងលើកកម្ពស់ការកម្រិតខ្ពស់ហើយទ្រឹស្ដីនេះក៏ត្រូវបានយកមករៀបចំឡើងវិញឬក៏ត្រូវបានកែប្រែឡើងវិញដោយលោក Lauren Anderson នៅឆ្នាំ2001ដែលលោកគឺជាកូនដែលជាសិស្សរបស់លោក Bloom ផ្ទាល់ Bloom taxonomy ចែកចេញជា6កម្រិតដែល3កម្រិតគឺជាការកើតកម្រិតទាបនិង3កម្រិតទាបជាការកើតកម្រិតខ្ពស់កម្រិតទី1គឺចងចាំកម្រិតទី2យល់កម្រិតទី3អនុវត្តកម្រិតទី4វិភាគកម្រិតទី5បឿនចម្លៃនិងកម្រិតទី6បង្កើតថ្មីចំពោះកម្រិតចងចាំគឺជាការរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹងរយៈពេលវែងចំពោះកម្រិតយល់ដឹងគឺជាការបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនរួមមានការសួរផ្ទាល់មាត់ការសរសេរការបកស្រាយដែលបញ្ចូលជា graphic ឬក៏ការធ្វើចំណេះថ្នាក់សង្ខេបឬក៏ប្រៀបធៀបជាដើមចំពោះការអនុវត្តចំពោះកម្រិតអនុវត្តគឺជាការប្រតិបត្តិតាមទ្រឹស្ដីដែលបានសរសេរដើម្បីបញ្ជាក់ថាទ្រឹស្ដីនោះខុសឬក៏ត្រូវរីឯកម្រិតវិភាគគឺជាការបំបែកព័ត៌មានទៅជាផ្នែកតូចៗហើយកំណត់ថាតើផ្នែកមួយណាដែលមានទំនាក់ទំនងគ្នាចំពោះកម្រិតវិតម្លៃគឺជាការវិនិច្ឆ័យដែលផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារឧទាហរណ៍ការត្រួតពិនិត្យឬក៏ការរិះគន់រីឯកម្រិតបង្កើតថ្មីវិញគឺជាការផ្សំធាតុបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬក៏មុខងារទាំងមូលឬក៏ផ្គុំធាតុផ្សេងៗឡើងវិញធ្វើឲ្យទៅជាលំនាំថ្មីមួយវិញឧទាហរណ៍ការរៀបចំផែនការថ្មីការសាងសង់អ្វីមួយជាដើមចំពោះប្រភេទសំណួរកម្រិតបលុំមាន2ទម្រង់គឺទី1ទម្រង់សំណួរបិទនិងទី2ទម្រង់សំណួរបើកដែលទម្រង់សំណួរបិទជាប្រភេទសំណួរទាំងឡាយណាដែលចម្លើយរបស់វាត្រូវបានគេផ្ដល់រួចហើយតម្រូវអ្នកឆ្លាតជ្រើសរើសចម្លើយដូចជាការគូសកងការបំពេញឬការភ្ជាប់ចម្លើយទាំងនោះសំណួរទម្រង់បិទអាចជាសំណួរពហុជ្រើសរើសអាចជាសំណួរខុសឬត្រូវសំណួរគូសកងឬក៏សំណួរបំពេញចន្លោះជាដើមសម្រាប់សំណួរទម្រង់បើកគឺជាសំណួរដែលតម្រូវអ្នកឆ្លើយផ្ដល់ចម្លើយទាំងស្រុងឬក៏មិនថាតាមរយៈការនិយាយផ្ទាល់មាត់ឬក៏ការសរសេរតកតងនឹងការបង្កើតសំណួរតេស្តពហុជ្រើសរើសសំណួរតេស្តពហុជ្រើសរើសមានលក្ខណៈស្តង់ដារផ្សំឡើងពីផ្នែកសំខាន់ៗដូចជាផ្នែកសំណួរនិងសំណុំជំរើសចម្លើយគេតែសរសេរផ្នែកសំណួរជាប្រយោគសំណួរពេញលេញរីឯសំណុំជំរើសចម្លើយត្រូវមានចម្លើយ1ត្រូវនិងចម្លើយ3ទៀតខុសចំពោះការបង្កើតសំណួរទម្រង់បិទវាក៏មានជាគុណសម្បត្តិនិងគុណវិបត្តិផងដែរចំពោះគុណវិបត្តិនៃសំណួរទម្រង់បិទមានដូចជាងាយសរសេរងាយដាក់ពិន្ទុមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ការធ្វើតេស្តព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនកាត់បន្ថយអត្រានៃការទស្សន៍ទាយអាចត្រូវបានគេប្រើដើម្បីវាស់លំនាំនៃពុទ្ធិបានទូលំទូលាយកាត់បន្ថយបញ្ហានៃការកែបន្ទុកតាមមុខវិជ្ជាងាយស្រួលក្នុងការដាក់កត់បន្ទុកមានភាពជឿជាក់ខ្ពស់ងាយសរសេរនិងកាត់បន្ថយការទស្សន៍ទាយបានច្រើនទន្ទឹមនឹងនោះវាក៏មានគុណវិបត្តិផងដែរដូចជាអត្រាទស្សន៍ទាយខ្ពស់ដល់ 50% มันអាចបង្កើតជំរើសចម្លើយលើសពី2បានចម្លើយមួយត្រូវនិងចម្លើយមួយទៀតខុសមិន
មិនអាចវិតម្លៃបំណិនឬចំណេះដឹងក្នុងកម្រិតខ្ពស់បានទេវិធីសាស្ត្រក្នុងការបង្កើតសំណួរជាក្រុមបំផ្លាញការងារឯករាជ្យនៃសំណួរតេស្តភាពឯករាជ្យនៃសំណួរតេស្តការបង្កើតសំណួរភោគជ្រើសរើសចំណាយពេលយូរហើយការបង្កើតជំរើសចម្លើយហ្នឹងមានការលំបាកច្រើនមួយទៀតវាពិបាកក្នុងការវាស់វែងពេលរចនាសម្ព័ន្ធនៃគំនិតរបស់អ្នកឆ្លើយសំណួរតេស្តពិបាកផ្ដល់បន្ទុកអាចមានចម្លើយត្រឹមត្រូវច្រើនពិបាកកំណត់នៅអ្វីដែលជាការពោលពេញពិតប្រាកដហាក់មិនសូវសិស្សប្រើរយៈពេលវែងដើម្បីបំពេញនិងហាក់មិនសូវផ្ដល់ព័ត៌មានច្រើនដល់អ្នកធ្វើនោះឡើយសម្រាប់សំណួរតម្រង់បើកគឺជាប្រភេទសំណួរដែលតម្រូវឲ្យសិស្សសរសេរចម្លើយដោយគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយទៅនឹងបញ្ហាដែលបានចោទឡើងចម្លើយអាចខ្លីឬវែងអាស្រ័យទៅលើលំនាំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗសំណួរតម្រង់បើកមានពីរប្រភេទគឺជាសំណួរសរសេរតម្រង់ខ្លីនិងសំណួរសរសេរតម្រង់វែងចំពោះសំណួរតម្រង់បើកដែលមានពីរទម្រង់ក៏វាមានជាគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាដែរចំពោះការសរសេរសំណេរតម្រង់ខ្លីគុណសម្បត្តិរបស់វាមានដូចជាល្អសម្រាប់ក្នុងការវិនិច្ឆ័យចំណេះដឹងជាក់ស្ដែងគ្មានការទូទាយចម្លើយងាយស្រួលក្នុងការបង្កើតសំណួរនិងងាយស្រួលដាក់បន្ទុករីឯគុណវិបត្តិរបស់វាមានដូចជាមិនសមស្របទៅនឹងការវាស់វែងការសិក្សាបែបត្រៀមពិចារណាងាយនឹងឆ្លើយចម្លើយតាមវិធីមិនសមស្របរីឯការសរសេរតម្រង់វែងវិញគុណសម្បត្តិរបស់វាមានដូចជាមធ្យោបាយក្នុងការវិតម្លៃបំណិនកម្រិតខ្ពស់ជំរុញការគិតបែបច្នៃប្រឌិតនិងត្រិះរិះពិចារណាដូចទៅនឹងការរៀនក្នុងថ្នាក់អាចវាស់វែងការសិក្សាក្នុងវិស័យហឫទ័យរីឯគុណវិបត្តិរបស់វាមានដូចជាការកែចម្លើយត្រូវចំណាយពេលវេលាច្រើនពិបាកនឹងទទួលយកបានភាពជឿជាក់រវាងអ្នកកែនិងអ្នកកែផ្សេងទៀតចំពោះការរៀបចំបង្កើតតេស្តស្តង់ដារមាន6ដំណាក់កាលគឺដំណាក់កាលទី1ត្រូវរៀបចំតារាងកំណត់កម្រិតលម្អិតនៃតេស្តដំណាក់កាលទី2គឺជាដំណាក់កាលការបង្កើតសំណួរតេស្តដំណាក់កាលទី3គឺអនុវត្តធ្វើតេស្តនៅក្នុងថ្នាក់រៀនដំណាក់កាលទី4គឺការធ្វើអត្រាកំណែនិងកែសំណួរតម្រង់បើកដំណាក់កាលទី5គឺការវិភាគលទ្ធផលតេស្តនិងដំណាក់កាលទី6ត្រូវកំណត់ចំណុចខ្លាំងនិងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីលទ្ធផលសិក្សាទទួលបានប្រសើរជាងមុនចំពោះការបង្កើតវិញ្ញាសាដើម្បីបង្ស៊ីទៅនឹងលទ្ធផលនៃកម្មវិធីសិក្សាត្រូវច្បាប់4ដំណាក់កាលដូចជាទី1ធ្វើបំណាញចែកកម្មវិធីសិក្សាប្រចាំខែដែលបញ្ចូលលទ្ធផលសិក្សាទៅក្នុងកម្មវិធីសិក្សាលម្អិតទី2បង្កើតតារាងកំណត់គម្រោងលម្អិតតេស្តដោយយោងទៅតាមបំណាញចែកនៃកម្មវិធីសិក្សាប្រចាំខែទី3គឺបង្កើតសំណួរតេស្តដែលផ្អែកលើតារាងកំណត់គម្រោងលម្អិតតេស្តនិងទី4គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងតើអ្វីគឺជាគម្រោងលម្អិតតេស្តគម្រោងលម្អិតតេស្តគឺជាសេចក្តីសង្ខេបឬតារាងលម្អិតដែលបង្ហាញពីលទ្ធផលសិក្សាឬស្តង់ដារដែលសរសេរនៅក្នុងកម្មវិធីសិក្សាលម្អិតខ្លឹមសារមេរៀនសំខាន់ឬចំណុចផ្សេងដែលត្រូវបានដាក់បញ្ចូលនៅក្នុងតេស្តដើម្បីធ្វើការវិតម្លៃអញ្ចឹងគម្រោងលម្អិតតេស្តនេះគឺត្រូវបានធ្វើឡើងដើម្បីឲ្យការវិតម្លៃហ្នឹងមានគោលដៅច្បាស់លាស់និងអាចកំណត់បានពីទំហំតេស្តដែលត្រូវធ្វើនិងធ្វើឲ្យអ្នកអនុវត្តតេស្តឬវិតម្លៃមានទំនុកចិត្តនិងភាពជឿជាក់ចំណែកឯចំណុចសំខាន់នៅក្នុងគម្រោងលម្អិតតេស្តមានដូចជាមុខវិជ្ជារងឬក៏ខ្លឹមសាររងចម្ពោះឬមេរៀនលទ្ធផលសិក្សាធម្មតាឬស្តង់ដារទម្រង់សំណួរកម្រិតពុទ្ធិនៃលទ្ធផលសិក្សាកម្រិតលំបាករបស់សំណួរពិន្ទុខ្ពស់បំផុតសម្រាប់សំណួរនីមួយៗរយៈពេលធ្វើសំណួរ
លេខកូដសំណួរនិងលេខរៀងសំណួរចាការសង្ខេបមេរៀនរបស់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះចាសូមអរគុណ